អ្នកដែលបានមើលវីដេអូថ្ងៃហ្នឹងហើយកុំអស់ម្លងតាណាឲ្យសោះណាញាបងប្អូនមកដឹងតែបានញ៉ាំមុខម្ហូបមុខនេះហើយមិនត្រឹមតែកូនទេណាសូម្បីតែមនុស្សចាស់ឬមកក៏មនុស្សធំដូចខ្ញុំអីវ៉ាន់ទៀតគឺចូលចិត្តបំផុតតែមកដាក់ញ៉ាំជាមួយនឹងបាយក្តៅចេះទៀតអូយូជាតិយកតែមែនតើហើយចំណាយអស់លុយតែ8500រៀលឯងគៀមទិញ3000សាឡាត់នេះខ្ញុំចែកអ្នកលក់500រឿងទេសយើងមានដល់តែ5មុខក្រហមខ្ទឹមសសាតេហើយនឹងម្រេចមុខទឹកមានតែកាពិនេះមួយនៅក្នុងទេហើយដូចមានអ្នកជួយជំនួសដៃជំនួសជើងចង់បុកល្ហុងក៏បានចង់ភ្លាឬមកកសាច់អាំងទៀតគឺកាន់តែអីប្រផាន់នេះគឺល្អបំផុតបង្កើតរសជាតិម្ហូបឲ្យកាន់តែឆ្ងាញ់ហើយឈ្ងុយទៀតបងគេបងអស់លីងខ្ទឹមម្លងឈ្ងុយដាក់ជាមួយនឹងសាតេរបស់យើងចូលទៅប្រហែលជាខ្ទង់មួយស្ព្រាបាយមកឆាទៅឆាមករហូតដល់តែឡើងឈ្ងុយខ្ញុំបន្ថែមស្ករសដាក់ជាមុនសិនបានបន្ទាប់មកដាក់ជាមួយនឹងខ្ទឹមក្រហមចូលទៅនៅតាមក្រោយដាក់ម្រេចចូលតាមចំណងចិត្តបើមានកូនក្មេងញ៉ាំអីវ៉ាន់ទៀតកុំដាក់ម្រេចក៏បានដែរគ្រឿងសាតេនឹងទាំងអស់ឲ្យឡើងឈ្ងុយជាមួយនឹងខ្ទឹមហើយដាក់ទឹកដោះគោប្រហែលជាខ្ទង់មួយកូនកែវទូចហ្នឹងខ្ញុំភ្លក់មើលសិនដែរបើសិនជាស្ទើរអំបិលខ្ញុំបន្ថែមអំបិលនៅតាមក្រោយជៀសវាងខ្ញុំបន្ថែមអំបិលមកខ្ញុំខ្លាចប្រៃចេញពីសាតេអញ្ចឹងបងប្អូនធ្វើតាមខ្ញុំកុំភ្លេចភ្លក់មើលដែរផងចុងក្រោយបងអស់ដាក់ជាមួយនឹងបការបស់យើងចូលទៅក្នុងខ្ទះហ្នឹងមកឆាទៅឆាមកដូចគ្នាមុនហ្នឹងអញ្ចឹងគាត់តែខ្ញុំឆាតែប៉ុណ្ណាក្លិនដល់ឡងឈ្ងុយយកតែមែនតែលក្ខណៈថាដូចខ្ញុំឆាជាមួយនឹងពងទាប្រៃចឹងហើយបើសូខ្ញុំថារសជាតិបែបណាដែរកុំភ្លេចនៅទីហាសាក់ធ្វើទាំងអស់គ្នាទៅព្រោះដោយសារអីចំណាយអស់លុយតិចហើយញ៉ាំបាយបានឆ្ងាញ់ទៀតជាតិខ្ទិះពីទឹកដោះគោហ្នឹងយកមកសូបដាក់នៅពីលើបាយចេះមកខ្ញុំនិយាយមិនឆ្ងាញ់ហ្មងដូចស្នូពងទាប្រៃអាក្រហមហ្នឹងចឹងឲ្យឡើងខ្ទិះល្មួតបោកជាមួយនឹងបាយហ្នឹងទៀតរសជាតិប្រៃផ្អែមឆ្ងាញ់មែនតែនបានដាក់ជាមួយបាយក្តៅហើយសាច់បកាដែលខ្ញុំទិញមកថ្ងៃនេះបកាទុយទៀតសាច់ឲ្យឡើងស្វិតផ្អែមតែអ្នកទាំងអស់គ្នាមានតែសក់គីអាតែសក់នោះជ្រលក់ជាមួយអាទឹកខ្ទិះទឹកដោះគោនឹងទៀតហត់តែឆ្ងាញ់ចុចចិត្តវីដេអូខ្ញុំជួយ like share page ខ្ញុំម្នាក់មួយផងណា